អ្នកជឿទេថាមនុស្សពីរនាក់ដែលស្រឡាញ់គ្នាបំផុតមិនមែនតែងតែអាចរស់នៅជាមួយគ្នាបានដោយសុភមង្គលនោះទេពេលខ្លះស្នេហាមិនបានបែកបាក់ដោយសារការក្បត់ចិត្តក៏មិនមែនដោយសារការអស់ស្រឡាញ់ដែរប៉ុន្តែវាបែកបាក់ដោយសារសម្ពាធពីមនុស្សជុំវិញឬក៏ពាក្យសម្ដីដែលចាក់ដោតដាក់គ្នារាល់ថ្ងៃរាជជាបុរសម្នាក់ដែលមានរូបរាងសង្ហាពូកែមានចំណេះដឹងនិងជាកូនប្រុសសំណប់ចិត្តរបស់ម្ដាយបន្ទាប់ពីរៀបការរួចគេត្រូវឈរនៅចន្លោះមនុស្សស្រីពីរនាក់ដែលគេស្រឡាញ់ខ្លាំងបំផុតម្នាក់ជាម្ដាយនិងម្នាក់ទៀតជាប្រពន្ធដែលគេសន្យាថានឹងស្រឡាញ់ការពារអស់មួយជីវិតចំណែកមរកតវិញនាងជាកូនស្រីតែម្នាក់គត់របស់អ្នកមានម្នាក់នៅក្នុងភូមិដែលមានឪពុកជាមេឃុំនាងជាក្មេងស្រីដែលទទួលការបីបាច់ថ្នាក់ថ្នមយ៉ាងល្អពីលោកឪពុកបន្ទាប់ពីរៀបការរួចនាងមិនដែលចង់ប្រជែងជាមួយម្ដាយក្មេកឡើយនាងគ្រាន់តែចង់បានការគោរពក្នុងនាមជាសមាជិកម្នាក់នៃគ្រួសារតែប៉ុណ្ណោះប៉ុន្តែរាល់ពេលដែលនាងខិតខំអត់ធ្មត់នាងបែរជាទទួលបានការមើលងាយនិងការរិះគន់ទៅវិញហើយថ្ងៃមួយការអត់ធ្មត់ដែលនាងប្រមូលទុកអស់ជាច្រើនឆ្នាំក៏បានដល់ដែនកំណត់តើស្នេហារបស់ពួកគេនឹងរឹងមាំគ្រប់គ្រាន់ដើម្បីឆ្លងកាត់ការសាកល្បងនេះដែរឬទេឬក៏ការលែងលះនឹងក្លាយជាចម្លើយតែមួយគត់សូមអញ្ជើញទស្សនារឿងស្នេហាចន្លោះម្ដាយនិងប្រពន្ធផ្ទះស្ងាត់ម្លេះថ្ងៃនេះតាណាអស់ហើយនឹងរាជនៅផ្ទះទៅកូនរាជរាជនៅផ្ទះទៅកូនដូចជាសម្លេងអ្នកម៉ែរាជក៏បានដើរចេញមកមើលអូអ្នកម៉ែជំរាបសួរថ្ងៃនេះខ្យល់អីបក់នាំអ្នកម៉ែខ្ញុំមកលេងកូនទាំងព្រឹកបែបនេះអ្នកម៉ែមានការអីមែនទេឥឡូវតើតែមានការទើបអាចមករកកូនបានមែនទេកុំភ័យអីយើងគ្មានបំណងមករករឿងប្រពន្ធឯងទេកូនមិនមែនចង់មានន័យអញ្ចឹងទេអ្នកម៉ែនិយាយអញ្ចឹងនាងនៅឯណាមិនឃើញចុះមករយៈម្ដាយក្មេកអញ្ចឹងនាងនៅគេនៅឡើយដោយសារនាងមិនស្រួលខ្លួនទើបខ្ញុំមិនចង់ដាស់នាងយីកំចិលយ៉ាងនេះផងឈឺពុតទេដឹងបានប្តីស្រឡាញ់ក៏ធ្វើជាមាយារាជលឺម្ដាយនិយាយបែបនេះក៏និយាយបន្លប់ម៉ែពិសាអាហារពេលព្រឹកជាមួយពួកកូនទេចាំកូនរៀបចំជូនមិនបាច់ទេម៉ែហូបរួចហើយអញ្ចឹងអ្នកម៉ែអញ្ជើញចូលក្នុងសិនមកទៅបើប្រពន្ធឯងមិនចេះមើលថែត្រឡប់ទៅផ្ទះយើងទៅចាំម៉ែអ្នកមើលថែកូនរាជលឺសម្ដីម្ដាយហើយដកដង្ហើមធំអ្នកម៉ែនិយាយអីនឹងខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំហើយនាងក៏មានការងាររបស់នាងដែរចំណែកការងារផ្ទះក៏មិនមែនជាកាតព្វកិច្ចរបស់នាងតែម្នាក់ឯងទេខ្ញុំក៏ត្រូវជួយដែរណាម៉ែនេះមានការអ្វីធ្វើការលំបាកដោយកូនប្រុសម៉ែឬការងារផ្ទះនឹងវាធ្ងន់ណាស់មែនទេតើពេលណាទើបអ្នកម៉ែជប់រិះគន់ប្រពន្ធខ្ញុំទៀតរាជកូនតែងតែការពារប្រពន្ធទាំងដែលនាងមិនល្អតតែសោះកូននៅមិនទទួលស្គាល់ទៀតឬថាកូនបានជ្រើសរើសមនុស្សខុសសំឡេងទ្វារបន្ទប់បើកមរកតដើរចេញមកខ្ញុំជាប្រពន្ធអាក្រក់ត្រង់ណាទៅអ្នកម្ដាយក្មេកម្ដាយរាជសម្លឹងមើលមរកតពីក្បាលដល់ចុងជើងដោយទឹកមុខមិនពេញចិត្តនេះឬជារបៀបដែលមនុស្សមានការអប់រំគេសួរសុខទុក្ខមនុស្សចាស់មើលចុះខ្លួនជាស្រីថ្ងៃស្មើនេះហើយទើបក្រោកឲ្យប្តីបំរើបាយទឹកទៀតគ្មានសេរីសួស្ដីសោះមរកតញញឹមតិចហើយឆ្លើយប្តីប្រពន្ធត្រូវចេះជួយគ្នាអញ្ចឹងហើយអ្នកម៉ែគ្មានសេរីសួស្ដីត្រង់ណាហើយចុះអ្នកម្ដាយក្មេងមកដៀកូនប្រសាទាំងព្រឹកនេះមានសេរីសួស្ដីណាស់ទៅឬស្រីអីនិយាយគ្មានការអប់រំកូនប្រុសខ្ញុំមិនមែនយកប្រពន្ធមកដើម្បីបំរើនោះទេបើថ្ងៃនេះយើងមិនមកកូនប្រុសយើងប្រហែលជាគ្មានបាយហូបទេមើលទៅអ្នកម៉ែកូនប្រុសអ្នកម៉ែធំហើយគាត់អាចរកហូបដោយខ្លួនឯងបានហើយគាត់ថែមទាំងអាចមើលថែខ្ញុំបានល្អថែមទៀតផងហើយនាងពិការឬហេតុអ្វីបានជាគ្រប់យ៉ាងត្រូវពឹងផ្អែកលើកូនប្រុសខ្ញុំតែម្នាក់ខ្ញុំមិនពិការទេអ្នកម៉ែគ្រាន់តែខ្ញុំជាមនុស្សសំណាងដែលមានប្តីស្រឡាញ់និងថ្នាក់ថ្នមតែប៉ុណ្ណោះអ្នកម៉ែកុំភ្លេចថាកូនប្រុសរបស់អ្នកម៉ែគឺជាស្វាមីរបស់នាងខ្ញុំណាអូព្រះអើយរាជហេតុអ្វីកូនឆ្លុះវង្វេងនឹងប្រពន្ធដល់ថ្នាក់នេះនាងនិយាយអ្វីឲ្យធ្វើអ្វីក៏កូនធ្វើតាមទាំងអស់មែនទេរាជឃើញម្ដាយខឹងកាន់តែខ្លាំងបែបនេះក៏បានចូលទៅខាត់បានហើយអ្នកម៉ែឈប់ទៅបើយ៉ាងនឹងខ្ញុំមិនអាចទទួលយកបានទេលោកអើយកូនប្រុសខ្ញុំខ្លាចប្រពន្ធដល់ថ្នាក់នេះបានហើយអ្នកម៉ែសូមត្រឡប់ទៅផ្ទះវិញសិនទៅរាជនេះកូនកំពុងបណ្ដេញម៉ែមែនទេកូនមិនបានបណ្ដេញអ្នកម៉ែទេតែថ្ងៃនេះប៉ុណ្ណឹងបានហើយតើកូនជូនដំណើរអូនជប់តមាត់ជាមួយនឹងអ្នកម៉ែទៀតទៅប៉ុណ្ណឹងបានហើយបងសូមអង្វរបន្ទាប់ពីឮប្តីនិយាយបែបនេះមរកតក៏បានដើរចូលក្នុងផ្ទះបាត់ទៅនៅសល់តែម្ដាយរបស់រាជដែលមិនទាន់អស់ចិត្តរាជតែម៉ែនៅប្រដៅនាងនេះមិនទាន់អស់ចិត្តទេ
បានហើយអ្នកម៉ែសូមត្រឡប់ទៅផ្ទះវិញសិនទៅនេះហើយជាមូលហេតុដែលកូនតែងតែសូមឲ្យអ្នកម៉ែប្រាប់កូនមុននឹងមកលេងផ្ទះកូនហើយអ្វីម៉ែត្រូវប្រាប់នេះក៏ជាផ្ទះរបស់កូនម៉ែដែររាជសម្លឹងមើលមុខម្ដាយហើយនិយាយថាអ្នកម៉ែនេះមិនមែនជាផ្ទះរបស់កូនតែម្នាក់ទេវាជាផ្ទះដែលឪពុកម្ដាយរបស់មរកតប្រគល់សម្រាប់ឲ្យពួកយើងក្រោយថ្ងៃរៀបការអូអញ្ចឹងតើទើបនាងហ៊ានធ្វើអ្វីដោយមិនក្រែងចិត្តអ្នកណាសោះកាន់តែនិយាយកាន់តែពេលឆ្ងាយហើយអ្នកម៉ែត្រឡប់ទៅផ្ទះសិនទៅចាំកូនជូនដំណើរបន្ទាប់ពីជូនដំណើរម្ដាយរួចហើយនៅក្នុងផ្ទះមរកតអង្គុយនៅក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់រាជក៏បានដើរចូលមកដល់បងសុំទោសណាមរកតម្ដាយបងគាត់មាននិស្ស័យបែបនេះយូរហើយបងធ្លាប់និយាយជាមួយគាត់ដែរតែគាត់មិនដែលស្ដាប់បងទេអូដូច្នេះអ្នកមិនទៅនិយាយជាមួយម្ដាយរបស់អ្នកទេបែរជាមកប្រាប់ខ្ញុំឲ្យអត់ធ្មត់មកប្រមាននឹងបង្រៀនខ្ញុំជំនួសទៅវិញអូនមិននឿយហត់ទេឬរាល់ពេលជួបគ្នាអូននិងម្ដាយបងតែងតែមានចំនួនរហូតនឿយណាស់នឿយតែងជាមួយម្ដាយរបស់អ្នកហើយក៏នឿយតែងជាមួយអ្នកដែរមរកតសម្លឹងមុខរាជដោយភ្នែកក្រហមតែអ្នកដឹងទេហេតុអ្វីម្ដាយរបស់អ្នកនៅតែធ្វើបែបនេះព្រោះគាត់ដឹងថាមិនថាគាត់ធ្វើអ្វីក៏ដោយអ្នកតែងតែឈរនៅខាងគាត់ជានិច្ចអ្នកតែងតែបណ្ដោយតែងតែយល់ស្របនិងមិនដែលប្រាប់គាត់ថាអ្វីដែលគាត់ធ្វើវាខុសនោះហើយជាមូលហេតុដែលគាត់មិនដែលគិតថាខ្លួនឯងកំពុងធ្វើឲ្យអ្នកដទៃឈឺចាប់ខ្ញុំសង្ឃឹមថាអ្នកយល់ពីចំណុចនេះបើថ្ងៃណាម្ដាយរបស់អ្នកនិយាយឬធ្វើអ្វីដែលខុសពីសុជីវធម៌សូមអ្នកជួយណែនាំនិងអប់រំគាត់ខ្លះផងខ្ញុំគោរពគាត់ព្រោះគាត់ជាម្ដាយរបស់ប្តីខ្ញុំប៉ុន្តែការគោរពមិនមែនមានន័យថាខ្ញុំត្រូវបោះបង់កិត្តិយសរបស់ខ្លួនឯងនោះទេខ្ញុំក៏មានតម្លៃមានសេចក្តីថ្លៃថ្នូរនិងមានមេដាបៃតាដែលចិញ្ចឹមបីបាច់ខ្ញុំមកដូចគ្នាបើម្ដាយរបស់អ្នកមិនគោរពខ្ញុំកុំរំពឹងថាខ្ញុំនឹងនៅស្ងៀមឲ្យគាត់មើលងាយខ្ញុំរហូតនោះពួកយើងឆ្លោះគ្នាស្ទើរតែរាល់ថ្ងៃដោយសារតែរឿងរបស់អ្នកម៉ែវាធ្វើឲ្យទាំងអូនទាំងបងរងសម្ពាធផ្លូវចិត្តបងពិតជាមិនអាចរស់នៅក្នុងបរិយាកាសបែបនេះតទៅទៀតបានទេក៏ព្រោះតែម្ដាយរបស់អ្នកតែងតែរករឿងខ្ញុំមិនជប់បែបនេះអ្នកគិតថាជីវិតបែបនេះអាចស្ងប់សុខទៀតបានឬមរកតអូនដូចជាថាឲ្យម្ដាយបងខ្លាំងពេកហើយណាឮសម្ដីរាជគំហកដាក់បែបនេះមរកតក៏ដើរចេញបងសុំទោសបងមិនមានបំណងចង់ស្រែកដាក់អូនទេអ្នកខឹងព្រោះខ្ញុំនិយាយអំពីម្ដាយអ្នកតែប៉ុន្មានម៉ាត់ប៉ុន្តែពេលម្ដាយអ្នកជេរប្រមាថនឹងមើលងាយខ្ញុំតើអ្នកដែលធ្លាប់ខ្វល់ពីអារម្មណ៍ខ្ញុំខ្លះទេមនុស្សគ្រប់គ្នាតែងតែសរសើរអ្នកថាជាមនុស្សពូកែមានការអប់រំមានសុជីវធម៌ហើយជាបរិសុទ្ធល្អឥតខ្ចោះក្នុងភ្នែកអ្នកដទៃអ្នកគឺជាបរិសុទ្ធដែលគួរឲ្យគោរពប៉ុន្តែក្នុងនាមខ្ញុំជាប្រពន្ធរបស់អ្នកនិងជាមនុស្សដែលរស់នៅជាមួយអ្នករាល់ថ្ងៃខ្ញុំគិតថាអ្នកគឺជាប្តីដែលអាក្រក់បំផុតមិនមែនព្រោះអ្នកមិនស្រឡាញ់ខ្ញុំទេតែព្រោះអ្នកមិនដែលការពារខ្ញុំអ្នកតែងតែប្រាប់ឲ្យខ្ញុំអត់ធ្មត់ប៉ុន្តែមិនដែលប្រាប់ម្ដាយរបស់អ្នកឲ្យឈប់ធ្វើបាបខ្ញុំទេអ្នកតែងតែទុកឲ្យខ្ញុំប្រឈមមុខនឹងអ្វីម្នាក់ឯងតើអ្នកដឹងទេថាខ្ញុំមានអារម្មណ៍ឯកាប៉ុណ្ណាទោះខ្ញុំមានប្តីក៏ដោយតែខ្ញុំមានអារម្មណ៍ដូចជាគ្មាននរណាម្នាក់ឈរនៅខាងខ្ញុំសោះមរកតស្រក់ទឹកភ្នែកខ្ញុំសោកស្ដាយណាស់អ្វីដែលខ្ញុំសោកស្ដាយបំផុតក្នុងជីវិតមិនមែនការអត់ធ្មត់ចំពោះម្ដាយរបស់អ្នកទេតែគឺការសម្រេចចិត្តរៀបការជាមួយអ្នកបើពេលវេលាអាចត្រឡប់ក្រោយបានខ្ញុំមិនជ្រើសរើសអ្នកជាប្តីឡើយអ្នកធ្លាប់និយាយថាចង់លែងលះឥឡូវនេះខ្ញុំក៏ចង់លែងលះដូចគ្នាមិនមែនព្រោះខ្ញុំអស់ស្រឡាញ់អ្នកទេតែព្រោះខ្ញុំហត់នឿយនឹងការរស់នៅដោយគ្មានអ្នកការពារនិងទុកឲ្យខ្ញុំប្រឈមមុខជាមួយនឹងអ្វីតែម្នាក់ឯងរាជស្ងៀមគាត់សម្លឹងមើលមរកតដែលកំពុងស្រក់ទឹកភ្នែកបេះដូងរបស់គាត់ដូចត្រូវគេច្របាច់មរកតអូនពិតជាចង់លេងលះជាមួយបងមែនឬអ្នកគិតថាខ្ញុំនិយាយលេងមែនទេបងមិនដែលគិតថាថ្ងៃមួយអូននឹងនិយាយពាក្យនេះដាក់បងទេតែអ្នកគិតថាខ្ញុំចង់និយាយឬខ្ញុំធ្លាប់ប្រាប់ខ្លួនឯងរាប់រយដងថាត្រូវអត់ធ្មត់ខ្ញុំប្រាប់ខ្លួនឯងថាថ្ងៃណាមួយអ្នកនឹងយល់ពីអារម្មណ៍ខ្ញុំប្រាប់ខ្លួនឯងថាអ្នកនឹងក្លាហានឈរនៅក្បែរខ្ញុំតែចុងក្រោយខ្ញុំរងចាំរហូតអស់សង្ឃឹមបងដឹងថាបងធ្វើឲ្យអូនខកចិត្តតែអូនក៏ដឹងដែរថាបងស្រឡាញ់អូនប៉ុណ្ណាខ្ញុំមិនដែលសង្ស័យស្នេហារបស់អ្នកទេបញ្ហាគឺអ្នកស្រឡាញ់ខ្ញុំតែអ្នកមិនដែលការពារខ្ញុំសម្រាប់ស្ត្រីម្នាក់ការមានប្តីដែលស្រឡាញ់តែទុកឲ្យគេធ្វើបាបវាមិនខុសពីគ្មានប្តីនោះទេរាជអោនមុខចុះគាត់មិនអាចប្រកែកបានទៀត
បងមិនដឹងថាត្រូវធ្វើដូចម្ដេចម្ខាងជាម្ដាយដែលបង្កើតបងមកម្ខាងទៀតជាប្រពន្ធដែលបងស្រឡាញ់ជាងជីវិតបងមិនចង់ឲ្យអ្នកណាម្នាក់ឈឺចាប់ទេតែអ្នកដឹងទេថាពេលអ្នកជ្រើសរើសនៅស្ងៀមអ្នកមិនបានការពារអ្នកណាម្នាក់ទេអ្នកគ្រាន់តែទុកឲ្យខ្ញុំឈឺចាប់តែម្នាក់ឯងបន្ទប់ទាំងមូលប្រែជាស្ងប់ស្ងាត់រាជបិទភ្នែកហើយដកដង្ហើមធំបងសុំទោសពាក្យសុំទោសនេះប្រហែលមិនអាចលុបស្នាមរបួសក្នុងចិត្តអូនបានទេតែបងសុំសន្យាមួយបងនឹងមិនឲ្យអូនប្រឈមមុខនឹងរឿងទាំងនេះតែម្នាក់ឯងទៀតឡើយមរកតញញឹមទាំងទឹកភ្នែកបើអ្នកពិតជាចង់ឲ្យខ្ញុំនៅលើកនេះកុំសន្យាជាមួយខ្ញុំចូលធ្វើឲ្យខ្ញុំឃើញមរកតដើរចេញពីបន្ទប់ដោយបន្សល់ទុករាជឲ្យឈរនៅតែម្នាក់ឯងរាជឈរសម្លឹងប្រពន្ធដើរចាកចេញទៅគាត់ទើបតែដឹងថាការបាត់បង់ដ៏គួរឲ្យខ្លាចបំផុតមិនមែនជាការបែកបាក់តែម្យ៉ាងនោះទេតែគឺជាថ្ងៃដែលមនុស្សដែលអ្នកស្រឡាញ់លែងជឿទុកចិត្តលើអ្នកទៀត